Okay, សូមស្វាគមន៍បងទាំងអស់គ្នាសូមជម្រាបសួរលោកគ្រូអ្នកគ្រូដែលមកពីខាងខ្មែរ Enterprise ក៏ដូចជា Enterprise Vision Academy ថ្ងៃនេះខ្ញុំសប្បាយចិត្តមែនតើដែលបានឈរមកទីនេះហើយបង្ហាញពីផែនការយុទ្ធសាស្ត្ររបស់សាលា Wisdom អន្តរជាតិខ្ញុំឈ្មោះភួងហូលីខ្ញុំជាសិស្សរៀននៅសាលានេះផ្ទាល់ហើយក៏ទទួលបានឱកាសការងារនៅក្នុងសាលានេះផ្ទាល់ផងដែរដំបូងគឺខ្ញុំចាប់ដើមមកជាគ្រូបង្រៀនថ្នាក់ក្រៅម៉ោងភាសាអង់គ្លេសហើយបន្ទាប់មកទៀតបាន move position ទៅធ្វើការជាមួយបរទេសហើយបន្ទាប់មកទៀតthe challenge បំផុតគឺខ្លាយជា general manager of the school ហើយ challenge ធំជាងគេនេះគឺ age challenge ដោយសារតែខ្ញុំចាប់ដើមមកជាក្មេងសួរថាតើមូលហេតុអីគេបានយើងចាប់ដើមសាលានេះបញ្ហាដែលយើងឃើញនេះគឺ the absence of knowledge and wisdom កន្លែងនេះខ្ញុំសូមលើកឧទាហរណ៍មួយងាយមែនតើឧទាហរណ៍ថានៅក្នុងថ្នាក់ខ្ញុំយកផ្លែត្រេនមួយដាក់សិស្សប្រកាសពីស្គាល់ថានេះជាផ្លែត្រេនតែអីដែលបញ្ហានេះគឺគាត់អត់ទាន់មានសមត្ថភាពក្នុងការហែកសាច់ត្រេនហើយយកសាច់យកមកញ៉ាំនេះគឺជា definition កន្លែងនេះហើយសម្រាប់ solution របស់យើងមាន6សូមទឹកទី1គឺ integrated curriculum ទី2គឺសូម slide critical thinking exercise ទី3គឺ cross cultural experience ទី4គឺ ethical ហើយ moral education ទី5គឺ experiential learning ទី6គឺ teacher training and development សូមទស្សនាបន្ទាប់សម្រាប់យើងមានកម្មវិធីសិក្សាចំនួន4ធំទី1គឺ play group kindergarten young learner ហើយនិង adult learner សូមលក្ខណៈពិសេសរបស់សាលាយើងមានគ្រូបរទេសដែរដែលពួកគាត់ជា intern និង volunteers